ជារីសុបាទស្វាគមន៍មកកាន់ Channel សងម៉ូតូ One អូខេថ្ងៃនេះគឺយើងជួបជាមួយនឹងម៉ូតូ Honda Dream មួយគ្រឿងដែលមានបញ្ហាជិះទៅ top អ្នកនរគ្នាលក្ខណៈថាមូចង់ទៅលលត់ហើយការសេរីក្រង់ទីគឺយើងសេរីមិនបានត្រឹមត្រូវទៀតចឹងហើយថ្ងៃនេះខ្ញុំធ្វើការឆែកពិនិត្យឲ្យគាត់ក៏ឃើញត្រង់ចំណុចមួយដែលបងប្អូនតែងតែមើលរំលងគឺសម្បុក Air បងប្អូនទាំងគ្នាបាទអញ្ចឹងពីមុនមកខ្ញុំតែងតែនិយាយជារឿយតាក់ទងជាមួយនឹងសម្បុក Air ទៅលើម៉ូតូអូតូថ្ងៃនេះគឺខ្ញុំនិយាយតាក់ទងជាមួយនឹងចង្កឹះលេខវិញម្ដងបងប្អូនទាំងគ្នាដែលជាប្រភេទអាសង់យើងបងប្អូនទាំងគ្នាគឺជាប្រភេទ Honda Dream នៅពេលដែលបងប្អូនមើលរំលងទៅលើសម្បុក Air ក៏វាអាចធ្វើឲ្យមានបញ្ហាប៉ះពាល់ទៅដល់ម៉ាស៊ីនផងដែរហើយក៏បញ្ហាប៉ះពាល់ទៅដល់ការជិះទៅ top មូទៅឡើងឆ្លក់អ៊ូលអញ្ចឹងណាដោយសារតែពេលខ្លះធូលីដីវាពេញខ្លាំងមែនតើរហូតអាយុកាលនៃការប្រើប្រាស់របស់គាត់យូរទៀតក៏ដែលបានបោសសម្អាតអញ្ចឹងទៅវាធ្វើឲ្យមានការជិះមិនសូវស្រួលបងប្អូនអរគ្នាអញ្ចឹងហើយខ្ញុំនឹងធ្វើការដោះពិនិត្យមើលគាត់ផងដែរបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងការធ្វើការឆែកមើលសម្បុក Air គឺយើងដោះទល់វិ5គ្រាប់ទៅលើក្របសម្បុក Air បងប្អូនទាំងគ្នានេះគឺជាសម្បុក Air ប្រភេទ Honda Dream បងប្អូនទាំងគ្នាអញ្ចឹងយើងក៏មើលរំលងឲ្យម៉ូតូនេះក៏ឡើងប្រេងផងដែរបងប្អូនទាំងគ្នាអញ្ចឹងយើងឆែកមើលមកតើវាមានទូលីដីចាំមើលជាក់ស្ដែងគឺខ្ញុំគួរឲ្យបងប្អូនមើលគឺហុយចុកតែម្ដងអញ្ចឹងម៉ូតូគឺអត់ដែលបានដោះបាញ់លាងសម្បុក Air នោះទេអញ្ចឹងពេលខ្លះប្រភេទអូតូក៏វាទាមទារសម្បុក Air ស្អាតប្រភេទចង្កឹះលេខក៏ដូចគ្នាផងដែរបើសិនជាសម្បុក Air ស្អាតវាជួយកុំឲ្យម៉ូតូយើងស៊ីសាំងផងដែរបងប្អូនទាំងគ្នាបើសិនជាសម្បុក Air នឹងពោពេញទៅដោយធូលីដីធ្វើឲ្យ top ជិះទៅអ៊ូលហើយវាធ្វើឲ្យការស៊ីសាំងគឺស៊ីសាំងខ្លាំងផងដែរត្រង់ចំណុចហ្នឹងណាអូខេអញ្ចឹងម៉ូតូនេះមានការឡើងប្រេងយើងនឹងធ្វើការឆែកមើលនិងពិនិត្យមើលរហូតយើងនឹងធ្វើការដូរអាកត្រងប្រេងនេះចេញមកហ្នឹងគឺវាអាចតាក់ទងជាមួយនឹងខ្យល់ដែរបងប្អូនអរគ្នាហើយនឹងការដាក់ប្រេងម៉ាស៊ីនបើក៏សូមអធិស្ឋានផងដែរដល់បងប្អូនអរគ្នាដែលសារតែខ្ញុំផ្ដាសាយអញ្ចឹងទៅគឺឈឺកកផងអញ្ចឹងទៅការនិយាយគឺវារៀងតាក់វារៀងពិបាកក្នុងការនិយាយតែខ្ញុំនៅតែចង់ចេញវីដេអូដោយសារតែយើងជួបអាការៈម៉ូតូហើយយើងចេញវីដេអូទៅកុំឲ្យខាតអាចធ្វើជាការចែករំលែកដល់បងប្អូនទាំងអស់គ្នាផងដែរណាបាទអរគុណច្រើនអញ្ចឹងហើយអធិស្ឋានផងឥឡូវនេះគឺខ្ញុំនឹងធ្វើការបាញ់លាងសម្អាតវាបើសិនជាបាញ់ទៅខ្យល់វាអាចជួយបានខ្លះឬក៏យើងអាចប្រើប្រាស់បានខ្ញុំនឹងដាក់ប្រើប្រាស់តែបើសិនជាធ្វើហើយវានៅតែធ្វើទុកទៀតគឺយើងមានតែដូរសម្បុក Air ថ្មីបងប្អូនអរគ្នាបាទក្រោយពីខ្ញុំធ្វើការសម្អាតអតិថិជនទៅហើយប៉ុន្តែគាត់ថាគាត់ចង់ផ្លាស់ប្ដូរថ្មីតែម្ដងដើម្បីងាយស្រួលទុកចិត្តទៅលើការប្រើប្រាស់អូខេអញ្ចឹងហើយខ្ញុំក៏ធ្វើការផ្លាស់ប្ដូរថ្មីឲ្យគាត់តែម្ដងទៅដើម្បីកុំឲ្យលក្ខណៈថាធ្វើឲ្យវាស្អាតតែម្ដងបងប្អូនអរគ្នាអញ្ចឹងហើយគាត់ចង់ផ្លាស់ប្ដូរថ្មីអូខេបាទអញ្ចឹងហើយក៏ផ្លាស់ប្ដូរថ្មីក៏ល្អដែរឥឡូវនេះគឺយើងនឹងធ្វើការឆែកមើលទៅលើអានេះគឺជាតម្រងប្រេងម៉ាស៊ីនមួយនៅពេលដែលប្រេងម៉ាស៊ីនវាភាយឡើងមកលើឬក៏វាហើយឡើងមកលើវានឹងធ្លាក់ចូលទៅក្នុងកត្រងប្រេងម៉ាស៊ីនហ្នឹងហើយអញ្ចឹងហើយយើងអាចមើលដឹងថាម៉ាស៊ីនម៉ូតូយើងវាប្រេងវាច្រាលឡើងលើខ្លាំងឬក៏អត់អញ្ចឹងយើងអាចមើលដឹងណាតាក់ទងត្រង់ចំណុចហ្នឹងវាមិនធ្វើឲ្យសើមសម្បុក Air នោះទេប៉ុន្តែអានេះគឺយើងធ្វើការផ្លាស់ប្ដូរថ្មីទៅដើម្បីឲ្យយើងងាយស្រួលក្នុងការតាមដានមើលម៉ាស៊ីនរបស់យើងហើយយើងនឹងធ្វើការឆែកពិនិត្យមើលរាល់ការផ្លាស់ប្ដូរប្រេងម៉ាស៊ីនម្ដងគឺយើងនឹងឆែកពិនិត្យមើលអតិថិជនផងដែរអូខេអញ្ចឹងហើយការដែលយើងផ្លាស់ប្ដូរហើយគឺបែបហ្នឹងបងប្អូនអរគ្នាបាទអញ្ចឹងហើយគឺរួចរាល់ហើយគឺបែបហ្នឹងគឺវាថ្មីទាំងអស់ទាំងសម្បុក Air ទាំងកត្រងអញ្ចឹងហើយយើងនឹងធ្វើការតាមដាននិងឆែកពិនិត្យមើលរាល់ការផ្លាស់ប្ដូរប្រេងម៉ាស៊ីនគ្រប់ពេលទាំងអស់បងប្អូនអរគ្នាអូខ្ញុំមានអារម្មណ៍ថាវីដេអូនេះគឺខ្ញុំនិយាយពាក្យបងប្អូនទាំងអស់គ្នាគឺច្រើនមែនតើបាទអញ្ចឹងឯវីដេអូនេះគឺរួចហើយគឺខ្ញុំធ្វើរួចហើយគឺខ្ញុំគ្រាន់តែចង់ចែករំលែកដល់បងប្អូនដែលប្រើប្រាស់ប្រភេទម៉ូតូចង្កឹះលេខឧស្សាហ៍ឆែកមើលសម្បុក Air ផងដែរបើសិនជាអាចដូរប្រេងម្ដងគឺយើងបាញ់លាងសម្បុក Air ម្ដងដូចគ្នាទៅគឺវាល្អដែរដូចជាមួយនឹងម៉ូតូអូតូតារាអតិថិជនដែលមកកន្លែងខ្ញុំភាគច្រើនម៉ូតូអូតូគឺខ្ញុំធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីនហើយខ្ញុំបាញ់លាងសម្បុក Air ផងដែរអញ្ចឹងហើយម៉ាស៊ីនម៉ូតូគឺធានាតែម្ដងថាយើងប្រើប្រាស់បានយូរអង្វែងអូខេឥឡូវនេះការ៉ង់ទីគឺអត់បញ្ហានោះទេយើងគ្រាន់តែសេរីវាសារឡើងវិញបន្តិចបន្តួចទៅវាអូខេហើយបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងដែរអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានតាំងពីដើមដល់ទីបញ្ចប់កុំភ្លេចជួយ like share និងជួយ subscribe Channel YouTube ខ្ញុំបាទដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីៗទៀតនៅវីដេអូក្រោយទៀតជួបជាមួយខ្ញុំបាទសុំម៉ូតូ One នៅវីដេអូក្រោយៗ